Hello អ្នកទាំងអស់គ្នាជាមួយជួបជាមួយខ្ញុំបាទ Ruma Gaming ម្ដងទៀតហើយបាទហើយនេះខ្ញុំមកប្រាប់ពីរបៀបធ្វើជាមួយនឹងម្សៅ Amber បាទម្សៅ Amber ហើយបើយើងចង់ធ្វើម្សៅ Amber ហ្នឹងតើយើងមានម៉ាស៊ីនវាគឺត្រូវការរបស់ដូចជា crystal ហើយដែកហើយនឹងកបោហើយនឹងអយគឺប្រេងយើងកាប់បានហើយជាមួយនឹងការពណ៌ខៀវការហ្នឹងយើងធ្វើបានដែរទេឥឡូវយើងមកមើលខ្លួនខ្ញុំឥឡូវឆ្លើងទៀមខ្ញុំបាទឆ្លើងទៀមស្មាននេះចុះទៅថែមអាសัตว์អីគេបើរៀងមិនហ្នឹងគឺចុះទៅវាថែមចុះថែមបានភ្លេចមើលខ្លួនឯងឆ្លើងទៀមចិត្តងប់ឥឡូវយើងរកមើលក្នុងទូនឹងមើលវាមានទេឥឡូវយើងអស់មើលទៀតមកគឺអត់មានទេហើយយើងធ្វើការឡើងទៅកាន់កន្លែងដែកហ្នឹងទៅតែវាមានអស់ឥឡូវយើងឡើងទៅលើហ្នឹងទៅឥឡូវយើងមើលក្នុងម៉ាស៊ីនគឺវាត្រូវការជាមួយនឹងដែក crystal ហើយកបោហ្នឹងហើយនឹងអយហើយជាមួយនឹងអាកាសស្អីផ្ទះពណ៌ខៀវហ្នឹងហើយវាមាន element នេះឥឡូវរកមើលក្នុងសัตว์ក្នុងអីលោវាមានឥឡូវមើលទូសិនយើងមើលទូដែកនេះមានអត់មានទេអត់មានទេឥឡូវយើងទៅការទិញតែម្ដងទៅទិញ element ហ្មងទៅ element គឺត្រូវការជាមួយនឹង300 amber បាទbây giờ admin em 300 amber ទេធ្វើអត់កើតទេគឺធ្វើអត់កើតតែម្ដងដោយសារវាត្រូវការ amber 300ឥឡូវធ្វើការធ្វើម៉ាស៊ីនហ្នឹងមកអូខេហើយរកកន្លែងដាក់សិនដោយសារកន្លែងលើហ្នឹងពេញអស់ហើយពោពេញទៅដោយសัตว์ឥឡូវយើងយក quest sol ទុកក្រោមមួយសិនទៅអត់មានកន្លែងដាក់ទេយើងទុកនៅក្រោមហ្នឹងមកអូខេហើយឡើងទៅលើម្ដងទៀតឥឡូវយកម៉ាស៊ីននឹងយកមកដាក់កន្លែងហ្នឹងមកកន្លែងនេះទៀតពេលយើងដាក់កន្លែងម៉ាស៊ីនចាំយើងរើតាមម៉េចឥឡូវបានហើយយើងទៅការយកសាំងពីក្នុងម៉ាស៊ីនហ្នឹងមកសាំងសិនមកយក100សាំងយកដាក់ក្នុងម៉ាស៊ីនហ្នឹងមកហើយទៅការបញ្ឆេះវាលើរជាមួយនឹង amber ទៅនេះ amber អានត្រូវការ10 amberបើយើងធ្វើកើតលើបានហើយលេងសាកដាក់ម្ដងទៀតនេះគឺអាហ្នឹងគឺសម្រាប់យកទៅញាត់សัตว์ឲ្យវាចេញពណ៌ស្អាតឥឡូវដាក់បាន60ឥឡូវយកខ្សែកទុកសិនវាខ្លួនពេកអូខេឥឡូវយើងបានរៀងច្រើនដែរឥឡូវយើងទៅទិញពណ៌ទាំងអស់គ្នាទៅដាក់ពណ៌ទៅចេញអ្វីចេញពណ៌អ្វីលេងទិញពណ៌ផ្កាឈូកមួយពណ៌ស្វាយមួយពណ៌ផ្កាឈូកហើយពណ៌ស្វាយនិងពណ៌ផ្កាឈូកឥឡូវបានហើយឥឡូវយើងយកទៅដាក់ក្នុងម្សៅហ្នឹងមកកន្លែងនេះខ្ញុំអត់និយាយទេបាទខ្ញុំអត់ទម្លាប់និយាយអញ្ចឹងណាឥឡូវនេះយើងមើលតាមហ្នឹងទៅហើយគ្នាយើងមើលណាហើយក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែរដែលបានមើលវីដេអូរបស់ខ្ញុំហើយអ្នកទាំងអស់គ្នាកុំភ្លេចជាមួយចុច like ហើយ subscribe ផងឲ្យយើងមកនេះគឺជាកម្លាំងចិត្តដែលអ្នកទាំងអស់គ្នាឲ្យខ្ញុំបាទធ្វើវីដេអូបន្តបាទហើយខ្ញុំក៏សូមអរគុណចំពោះអ្នកទាំងអស់គ្នាដែរហើយខ្ញុំបាទ Ruma Gaming ក៏មានតែប៉ុណ្្នឹងដែរគឺខ្ញុំសូមអរគុណសូមជម្រាបលាបាទ